គ្រប់គ្នានរណាក៏មានបញ្ហាដែរគ្រាន់ថារបៀបនៃការឆ្លើយតបទៅនឹងបញ្ហាគឺអាស្រ័យទៅលើមនុស្សម្នាក់ៗ Before success comes in any man's life he is sure to meet with much temporary defeat and perhaps some failures when defeat overtake a man the easiest and the most logical things to do is to quit that's exactly what the majority of men do មុនពេលដែលសមិទ្ធផលរបស់ការសម្រេចអ្វីមួយកើតឡើងនៅក្នុងជីវិតរបស់មនុស្សយើងគឺយើងប្រកាសថាយើងនឹងជួបរឿងជាច្រើនជួបបញ្ហារ៉ូបរយអីចឹងទៅតែអ្វីដែលសំខាន់គឺតើយើងអាចឆ្លើយតបទៅនឹងបញ្ហាដែលកើតឡើងហ្នឹងវាយ៉ាងម៉េចសម្រាប់មនុស្សដែលមានគោលដៅច្បាស់លាស់គឺគេអត់ដែលឃើញបញ្ហាថាជាបញ្ហាគេឃើញបញ្ហាថាជាការអភិវឌ្ឍខ្លួនឯងបញ្ហាជាឱកាសនៅក្នុងការពង្រីកចំណេះដឹងខ្លួនឯងក្នុងការបំពេញបន្ថែមខ្លួនឯងហើយរឿងដែលងាយស្រួលបំផុតនោះគឺនៅពេលដែលយើងជួបបញ្ហាហើយយើងបោះបង់អ្វីដែលយើងកំពុងតែធ្វើនឹងខ្ញុំចោទសួរខ្លួនឯងថាបើសិនជាខ្ញុំធ្វើហើយខ្ញុំជួបបញ្ហាហើយបើសិនជាខ្ញុំបោះបង់វាតែខ្ញុំនៅសល់អីគេគឺប្រកាសជាអត់មានអីសល់នៅក្នុងជីវិតខ្ញុំទេព្រោះថ្ងៃហ្នឹងបើសិនជាឲ្យខ្ញុំបំភ្លេចគោលដៅបំភ្លេចក្តីសម័យរបស់ខ្ញុំហើយទៅធ្វើដូចមនុស្សធម្មតាគឺខ្ញុំអាចធ្វើបានទេអញ្ចឹងហើយរាល់ពេលដែលជួបបញ្ហាមានឧបសគ្គនៅក្នុងផ្លូវរបស់ខ្ញុំតែងសួរខ្លួនឯងថាតើខ្ញុំអាចធ្វើអីបានតើខ្ញុំគួរតែបំពេញបន្ថែមអ្វីខ្លះដើម្បីរុញច្រានសមត្ថភាពរបស់ខ្ញុំដើម្បីរុញច្រានជីវិតរបស់ខ្ញុំទៅកាន់គោលដៅទៅកាន់ក្តីសម័យដែលខ្ញុំ set ឲ្យវាមិនជារឿងដែលងាយស្រួលទេសម្រាប់មនុស្សម្នាក់មុននឹងខ្លាញ់ទៅជាមនុស្សទទួលបានសមិទ្ធផលទទួលបានអ្វីដែលជាខ្លួនឯងគឺត្រូវការឆ្លងកាត់ការលូកដំការបរាជ័យបទពិសោធន៍ជាច្រើនបញ្ហារាប់រយមិនថាអ្នកណាអ្នកដទៃក៏មានបញ្ហារបស់គេហើយខ្ញុំក៏មានបញ្ហារបស់ខ្ញុំហើយខ្ញុំធ្វើវីដេអូនេះមិនមែនមកលូតមើលបញ្ហារបស់ខ្លួនឯងទេអ្នកនរខ្ញុំចង់ប្រាប់អ្នកនរគ្នាថាគ្រប់គ្នានរណាក៏មានបញ្ហាដែរគ្រាន់ថារបៀបនៃការឆ្លើយតបទៅនឹងបញ្ហាគឺអាស្រ័យទៅលើមនុស្សម្នាក់មិនថាមនុស្សដែលយើងគិតថាគឺជាមនុស្សដែលរឹងមាំបំផុតមានគោលដៅច្បាស់លាស់បំផុតក៏មានបញ្ហារបស់គេមានរឿងដែលគេត្រូវដោះស្រាយដែរអញ្ចឹងអ្នកទាំងអស់គ្នាត្រឡប់ទៅដោះស្រាយបញ្ហារបស់ខ្លួនឯងឲ្យរួចរាល់ហើយកុំកលែកមើលជីវិតរបស់អ្នកដទៃគេក៏មានបញ្ហារបស់គេយើងក៏មានបញ្ហាជាក់ស្ដែងនៅក្នុងសៀវភៅ Succeed and Grow Rich Through Persuasion នេះគឺល្អខ្លាំងមែនទែនគាត់ថាវាខ្ញុំអត់ដឹងថាឥឡូវនៅរកទិញបានអត់ទេសៀវភៅនេះខ្ញុំទិញកាលពីដូចជា22មកម៉េះ2022កាលឡើងមកពេញដំបូងខ្ញុំអានវាមកទល់សប្តាហ៍ហ្នឹងព្រោះវាតែងតែមានអត្ថន័យនៅក្នុងសៀវភៅនឹងជានិច្ចជួនកាលទៅគ្រាន់តែរំលឹកមក quote មួយធ្វើជាវីដេអូដូចជាកំពុងតែនិយាយនេះអញ្ចឹងពេលខ្លះវាមានអារម្មណ៍ថាដូចវែងអញ្ចឹងបើកសៀវភៅនេះក៏វាអាចជួយយើងបានច្រើនហើយតកតងជាមួយនឹងផ្នត់គំនិតការគិតមកយើងច្រើនហើយសៀវភៅនេះអ្វីដែលសំខាន់គឺផ្ដោតទៅលើការរកលុយអញ្ចឹងមាននៅក្នុងដៃមួយទៅ